ខ្ញុំចង់សាក់ជិះដាយន្តដែរជិះហ៎ហុយដាយន្តបងប្អូនអរនេះចុះមកនេះខ្ញុំឡើងចាំឡើងដាយន្តជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះសប្បាយចិត្តពេកបាទ Facebook តម្លាក់ content monetize ឲ្យក៏សម្រាប់ចិត្តថាមកបាយភ្នំមកពេលហ្មងបាទបាទនិយាយលេងឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកលេងផងទេបាទមួយក្រុមការងារថ្ងៃនេះរៀងផ្លែអារម្មណ៍មែនទែនបាទឃើញថានៅស្អាងភ្នំយើងគឺមានពុកម៉ែបងប្អូនមកលេងច្រើនមែនទែនសារអាទិត្យរកកន្លែងចតឡានចតម៉ូតូអត់ចង់បានទេបាទដោយសារស្អាងភ្នំយើងមានមន់ស្រែដុតឈ្ងុយឆ្ងាញ់ពិសាបាទហើយណាមួយការរៀបចំរបស់ពុកម៉ែបងប្អូនអាជីវករយើងនៅស្អាងភ្នំនឹងក៏រៀបចំបានស្អាតហើយម្ហូបមានអនាម័យហើយគាត់ធ្វើឆ្ងាញ់ទៀតអញ្ចឹងបានតាក់ចិត្តភ្ញៀវទេសចរយើងមកលេងជាហូរជាហាយបាទអត់ដាច់ទេបាទជាពិសេសថ្ងៃសៅរ៍ថ្ងៃអាទិត្យនឹងគឺថាពេញតែម្ដងទូទៅក្នុងបាទខ្ញុំបានជួបមួយមកអ៊ំគាត់ឆាមិញហ្នឹងបាទគាត់ថាថ្ងៃនេះរៀងភ្ញៀវតិចជាងអាទិត្យមុនផងបាទប៉ុន្តែឡើងណែនេះគាត់នៅថាតិចជាងចឹងបានថាភ្ញៀវយើងច្រើនមែនតើចឹងអ្នកគ្នាមើលម្ហូបនឹងមិនដែរបាទតំណងអត់ទេបាទស្ងោរជ្រក់អីឥឡូវនេះបាទមានឆាគ្រឿងបាទមាន់ដុតហ្នឹងហើយជាម្ហូបប្រចាំស្អាងភ្នំយើងឯងបាទចឹងពុកម៉ែបងប្អូនទាំងគ្នាបាទអ្នកនៅស្អាងយើងភាគច្រើនស្គាល់ហើយតែបើសិនអ្នកនៅឆ្ងាយឯងបាទអាចចង់សាកអីអាចមកលេងបានរមណីយដ្ឋានភ្នំស្អាងភ្នំបាទនៅស្រុកស្អាងយើងនឹងជីមិនឆ្ងាយពីពេញហ្មងទេពុកម៉ែបងប្អូននេះអាចមកលេងបានឥឡូវនេះខ្ញុំអត់ប្រអងយូរទេបាទអត់ចាំអីទៀតទេបាទសូមចាត់ការមួយសិនតោះឥឡូវយើងបន្ទាប់ពីញ៉ាំបាយហើយយើងទៅឡើងលើភ្នំស្អាងតិចបាទហើយលក្ខណៈពិសេសមួយទៀតគឺលើកំពូលភ្នំស្អាងយើងនឹងគឺមានទេសភាពស្អាតមែនតែនហើយបើសិនបើពុកម៉ែបងប្អូននេះឡើងអត់រួចអីបាទគឺថាយើងមានចដាយន្តទៀតបាទគឺយើងអាចជិះចដាយន្តឡើងទៅលើភ្នំបានតែម្ដងបាទនេះភ្នំមានតែមួយស្រុកខ្មែរទេបាទមានចដាយន្តឡើងជិលដើរចាំចុះវិញឡើងចដាចេះអត់ចុះចដាចេះអត់ទៅហើយតែឡើងអាចនឹងខ្ញុំចង់សាក់ជិះចដាយន្តដែរជិះហ៎ហុយឡើងឡើងដល់ពេលចូលវិញចុះជើងព្រោះឡើងវាហត់ចុះអីចឹងខ្ញុំចង់សាក់ជិះចដាយន្តដែរបងជិះចដាយន្តណាចដាយន្តបងប្អូនអរគ្នានេះចុះមកនេះឡើងចាំឡើងចដាយន្តងាយណាមានបាទឡើងភ្នំឡើងចដាយន្តបាច់ចាំបាច់ដើរឡើងទេណែច្រកចូលខាងនេះតោះចូលមកត្រៀមខ្លួនដល់លើហើយហេសប្បាយណាតាដល់លើហើយចុះឬក៏ដាក់ឲ្យចុះវិញទៅវិញដែរចុះដែរមើលទេសភាពស្អាតណាស់អ្នកនេះមើលស្រឡះមុខស្រឡះមាត់ក្នុងទីក្រុងយើងទីក្រុងភ្នំពេញទីក្រុងយើងប្រៀបធៀបមួយស្រុកគេក៏មិនអន់ដែរឥឡូវណាយើងមើលឃើញអគារខ្ពស់អវត្តស្អាងភ្នំជូនមុំធ្វើបុណ្យក្រាំងយើងស្នេហ៍ខ្ញុំស្ម័គ្រស្មោះតែស្រីសត្វបូប្រេត្រៃអ្នកស្អាងបងប្អូនអរនេះណាគេស្គាល់ថ្មអជាខ្លះបាទខ្ញុំពងរផ្លូវទៅស្មោះអជាហ្នឹងនេះណាគេមានអនុស្សាវរីយ៍នៅថ្មអជាហ្នឹងខ្លះខ្ញុំភ្លេចកន្លែងថ្មអជាហ្នឹងបាត់ហើយនេះនៅកន្លែងណាទេរកផ្លូវទៅមិនឃើញអូយអូខេនេះឥឡូវយើងចុះមកវិញហើយមិនយើងតែទៅយើងជិះចដាយន្តយើងចុះវិញយើងដើរអូខេចឹងអរគុណច្រើនពុកម៉ែបងប្អូននេះសម្រាប់ការទស្សនាវីដេអូមួយនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងហើយបាទអរគុណច្រើនជួបគ្នាខ្ញុំបាទនៅវីដេអូក្រោយទៀតបាទលាបាយ